ជាដំបូងយើងខ្ញុំសូមគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលសិក្សានៅថ្នាក់ទី12នាងខ្ញុំឈ្មោះអ៊ីមស្រីនិចដែលថ្ងៃនេះនាងខ្ញុំនឹងធ្វើពិសោធន៍មួយបង្ហាញទាក់ទងទៅនឹងប្រធានបទសាប៊ូកម្មដែលវត្ថុបំណងនៃសាប៊ូកម្មនេះគឺដើម្បីធ្វើអត្តសញ្ញាណកម្មសាប៊ូពីប្រតិកម្មសាប៊ូកម្មដោយដែលយើងបានសិក្សារួចមកហើយថាសាប៊ូកម្មគឺជាប្រតិកម្មរវាងប្រេងឬខ្លាញ់ជាមួយនឹងសូដ្យូមអ៊ីដ្រុកស៊ីតឬក៏ប៉ូតាស្យូមអ៊ីដ្រុកស៊ីតហើយបង្កើតបានជាអំបិលនៃអាស៊ីតកាបុកស៊ីលិកនិងអាល់កុលសាប៊ូដែលយើងប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃត្រូវបានសំយោគចេញពីប្រតិកម្មសាប៊ូកម្មដែលសាប៊ូគឺចែកចេញជាពីរផ្នែកទី1ហៅថាក្បាលឬក៏អ៊ីត្រូភីលដែលមានលក្ខណៈប៉ូឡែនិងចូលចិត្តទឹកហើយផ្នែកទី2គឺផ្នែកកន្ទុយដែលហៅថាអ៊ីត្រូផូបមានលក្ខណៈមិនប៉ូឡែមិនចូលចិត្តទឹកនិងចូលចិត្តប្រេងឬខ្លាញ់ជាទូទៅសាប៊ូដែលយើងប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃគឺមានកម្រិត pH ចន្លោះពី8ទៅ11ចាមុននឹងឈានទៅដល់ការពិសោធន៍យើងត្រូវពាក់អាវពិសោធន៍ពាក់ម៉ាស់ហើយនឹងស្រោមដៃដើម្បីការពារសុវត្ថិភាពនៅពេលធ្វើដំណើរការពិសោធន៍ឥឡូវនេះនាងខ្ញុំសូមណែនាំអំពីសារធាតុគីមីហើយនិងឧបករណ៍ដែលចាំបាច់នៅក្នុងការធ្វើពិសោធន៍ទាក់ទងទៅនឹងសាប៊ូកម្មនេះដែលឧបករណ៍យើងមានដូចជាជញ្ជីងអេឡិចត្រូនិកហើយមានក្រដាស pH ពីប៉ែតបន្តក់ចង្កឹះកែវស្លាបព្រាដួសសារធាតុគីមីកែវបេស្យាហើយនិងចានជ័រសម្រាប់ធ្វើជាពុម្ពសាប៊ូចំពោះសារធាតុគីមីមានដូចជាទឹកសុទ្ធប្រេងហើយនិងក្រាមសូដ្យូមអ៊ីដ្រុកស៊ីតចូលមកដល់ដំណើរការពិសោធន៍តែម្ដងជាដំបូងគឺយើងត្រូវថ្លឹងទឹកចំនួន 23.25 ក្រាមចឹងយើងទុកទឹកមួយឡែកសិនបន្ទាប់មកយើងធ្វើការថ្លឹងប្រេងចំនួន 62.5 ក្រាមបន្ទាប់មកយើងធ្វើការថ្លឹងក្រាមសូដ្យូមអ៊ីដ្រុកស៊ីតចំនួន 11.45 ក្រាមបានអញ្ចឹងបន្ទាប់ពីយើងថ្លឹងសារធាតុគីមីរួចអញ្ចឹងយើងធ្វើការចាក់ទឹកចូលទៅក្នុងកែវវេស្យាធំមួយដែលមានចំណុះ400 មីលីលីត្របន្ទាប់មកយើងចាក់ក្រាមសូដ្យូមអ៊ីដ្រុកស៊ីតចូលយើងយកចង្កឹះកែវកូររហូតដល់ក្រាមសូដ្យូមអ៊ីដ្រុកស៊ីតនឹងរលាយសព្វ
ចាបន្ទាប់ពីសូដ្យូមអ៊ីដ្រុកស៊ីតយើងរលាយសព្វហើយយើងធ្វើការចាក់ប្រេងចូលហើយយើងកូរវារហូតទាល់តែល្បាយនៃសូលូស្យុងហ្នឹងឡើងខាប់បន្ទាប់ពីល្បាយសូលូស្យុងរបស់យើងឡើងខាប់ហើយយើងធ្វើការវាស់ pH ដោយយកក្រដាស pH នេះជ្រលក់ចូលមកក្នុងល្បាយសូលូស្យុងយើងចឹងបន្ទាប់ពីជ្រលក់ហើយឃើញថាវាមានពណ៌ខៀវរាងក្រមៅដែលមាន pH ប្រហែលជា11ចឹងបន្ទាប់មកគឺយើងចាក់ល្បាយនេះចូលទៅក្នុងពុម្ពនិងទុកវារហូតដល់វាកករឹងហើយសាប៊ូនេះយើងអាចប្រើប្រាស់បានបន្ទាប់ពីយើងផលិតវាហើយរយៈពេល1ខែដើម្បីកុំឲ្យវាមានផលប៉ះពាល់និងជាសុវត្ថិភាពនៅក្នុងការប្រើប្រាស់ការពិសោធន៍របស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានតាមដានទស្សនាពីដើមរហូតដល់ចប់